រហូតមកដល់មកនេះគឺយើងក្បួននឹងខែមិនតាមជើងទៅក៏ប៉ុន្តែគឺថាកំពុងតែរៀបចំឲ្យបន្តថាអញ្ចឹងបើអ្នកស្រីឆាយក្បួនរៀបរាប់ពីទុកលំបាកហ្នឹងមើលឃើញបរិយកន្លែងហ្នឹងហើយជិះមកជីវិតឡើយអត់តាន់បានលទ្ធផលអីខ្លះថ្ងៃនេះមានហេតុទេហើយយើងទៅមិនខំប្រឹងសប្បាយហ្មងចានិយាយទៅការហាយក្បួននៅថ្ងៃនេះចង់បញ្ជាក់ប្រាប់ថាតែដែលខ្ញុំធ្វើនេះគឺចង់បញ្ជាក់ប្រាប់ថាពួកខ្ញុំរស់នៅពិតជារស់នៅនឹងតាំងមែនការរស់នៅរបស់ពួកខ្ញុំគឺជួបបាទឡើយព្រះអង្គសាងសីណាបាទចាបាទនៅវេទនាដែរចាគឺនៅវេទនាកណ្ដាលដោយសារតែកន្លែងរស់នៅរបស់យើងវាជួបការប៉ះពាល់ច្រើនវាអត់មានភាពអត់មានអនាម័យហើយវាខ្វះនឹងការសន្តិសុខវាខ្វះទាំងភាពកក់ក្ដៅសម្រាប់ពួកយើងហើយពេលបន្តពេលនេះការដោះស្រាយរបស់ពួកយើងក៏អត់មានកលៈភាពអីសម្រាប់ពួកយើងដែរហាក់បីដូចជាមានការលាក់លៀមមិនឲ្យពួកយើងជាប្រវត្តិឲ្យរងគ្រោះបានដឹងបានលឺណាអញ្ចឹងនៅក្នុងថ្ងៃនេះពួកខ្ញុំមានការហាយក្បួនចេញទៅនេះគឺទៅរដ្ឋសភាដើម្បីដាក់ញត្តិជូនទៅគណៈកម្មការទី1ដើម្បីឲ្យគាត់ជួយជំរុញទៅក្រុមហ៊ុនផានីមិចជាអ្នកស្រីសុយសុផាន់ហ្នឹងធ្វើឲ្យគេទី9ទី10បន្ទាន់សម្រាប់ឲ្យពួកនេះខ្ញុំកំពុងតែកំពុងតែបាត់បង់ដីដោយសារតែគាត់កំពុងតែបាត់បង់ផ្ទះសម្បែងក៏ដោយសារតែគាត់ដែរចាបាទហើយមិញហ្នឹងតាមអាជ្ញាធរភូមិឃុំគេមកប្រាប់ថាឲ្យហាយចេញហ្នឹងមិនចឹងចាគេប្រាប់ថាឲ្យពួកខ្ញុំហាយចេញទេគេឲ្យបើគេមកហាយចេញមិនប្រឹងហើយមិននាំខ្ញុំចូលក្នុងបន្ទប់វិញចាបើសិនជានៅតែពួកខ្ញុំបើខ្ញុំនៅតែស្ដាប់បង្គាប់ពួកគាត់តើអ្នកណាដែលមើលឃើញថាពួកខ្ញុំរស់នៅវេទនីសួរថាគាត់នៅអាជ្ញាធរដែលពាក់ព័ន្ធនៅក្នុងនេះតើគាត់ដែរដឹងពីទុកសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះហើយគឺអត់ដែរដឹងទេគាត់ដឹងតែពេលណាដែលពួកយើងខ្ញុំចេញទៅដាក់ញត្តិទាមទារគាត់តែងតែយកកងកម្លាំងមករៀបរៀងពួកយើងមិនដែលឲ្យពួកយើងធ្វើអីសោះតែកុំភ្លេចថាអន្តរសាស្ត្ររបស់សម្ដេចគាត់បាននិយាយហើយថាបើប្រជាពលរដ្ឋមួយណាក៏ដោយត្រូវការដាក់ញត្តិគឺអត់មានអាចារ្យរាំងទុកអត់មានអីទាំងអស់ព្រោះដោយសារអីកន្លងមកនាយករដ្ឋមន្ត្រីគាត់បានប្រកាសហើយថាគាត់អត់ដែរដឹងអីផងអញ្ចឹងនៅក្នុងថ្ងៃនេះសហគមន៍បរិយាកាឡាក៏ត្រូវតែហែញត្តិនេះទៅដាក់នៅរដ្ឋសភាហើយក៏មានការហែញ៉ាត់ទៅដាក់បន្តទៀតរហូតដល់តែមានដំណោះស្រាយសម្រាប់ពួកគាត់ចាឡពីងដែលនៅបឹងកក់ហើយសហគមន៍បឹងកក់នោះមានកម្រងថាខែជួយខែគ្នាចាថ្ងៃហ្នឹងពួកខ្ញុំក៏បានអញ្ជើញពួកគាត់ចូលរួមដែរគាត់ថាគាត់នឹងមកជួយពួកយើងដោយសារតែពួកយើងគឺជាស្ថានភាពដូចគ្នាគឺបាត់បង់ដីបាត់បង់ផ្ទះបាត់បង់គ្រប់បែបយ៉ាងគឺដូចគ្នាចាពួកគាត់ហែចេញពីនេះទៅឬមួយក៏ទៅជួបគ្នានៅរដ្ឋសភាមកចាបើសិនជាកន្លែងនេះមានសកម្មភាពតាំងតែមិនអាចឲ្យពួកខ្ញុំហែចេញបានគាត់នឹងមកចូលរួមនៅក្នុងនេះបើសិនជាពួកខ្ញុំហែចេញនៅរលូនគាត់នឹងទៅជួបជុំគ្នានៅរដ្ឋសភាចាអ្វីមានការរៀបចំឲ្យអស់ចាចង់បញ្ចប់អ្នកស្រីមានអ្វីចង់បន្ថែមក៏ដូចជាការអំពាវនាវបាទចាជាចូលបញ្ចប់នេះខ្ញុំសូមអំពាវនាវឲ្យបងប្អូនខ្មែរដែលធ្លាប់ជួយមកសហគមន៍បរិយាកាឡាសូមជួយពួកនេះខ្ញុំជាបន្តផងព្រោះដោយសារឥឡូវនេះកំពុងតែដាច់ឈ្មោះខ្លាំងណាស់ហើយណាមួយទៅនៅបនទៀនម្ដងទៀតហើយសំខាន់បំផុតអ្វីដែលនេះខ្ញុំចង់បាននោះគឺសូមឲ្យរដ្ឋាភិបាលជំរុញទៅក្រុមហ៊ុនផានីមិចដោះស្រាយនឹងធ្វើអាគារទី9ទី10សម្រាប់ពួកនេះខ្ញុំឲ្យបានឆាប់បំផុតព្រោះពួកនេះខ្ញុំអត់ចង់រស់នៅក្រោមសញ្ញាដណ្ដើគេក៏អត់ចង់រស់នៅលើគំនរសម្រាប់បន្តទៀតដែររយៈពេល3ឆ្នាំនេះធ្វើឲ្យពួកខ្ញុំជួបឧបសគ្គគ្រប់បែបយ៉ាងទាំងអស់ការរស់នៅរបស់ពួកខ្ញុំមិនខុសពីសត្វធាតុឡើយចាយើងសង្កេតឃើញថាមកដល់ពេលនេះមិនទាន់ជាមានឃើញកងកម្លាំងអីទេហើយសង្ឃឹមថាគាត់នឹងហែចេញដោយរលូនចាស់ហើយបន្តិចទៀតនេះធ្វើនារីការពិសេសនឹងតាមដានរហូតដល់មន្ត្រីរដ្ឋសភាតែម្ដងសូមបងប្អូនកុំភ្លេចតាមដានព័ត៌មានពីភេកនារីការពិសេសចា៎